ជំរាបសួរគ្រូនាងខ្ញុំឈ្មោះមកស្រីនិចមកពីក្រុម SV34 ថានេះខ្ញុំមកធ្វើអេសរសារដែលលោកគ្រូបានដាក់ឲ្យដែលនិយាយអំពី Linux Basic Command File ដែលនៅក្នុងនោះមានប្រធានបទដែលលោកគ្រូបានដាក់ឲ្យស្វែងរក file ទាំងអស់នៅក្នុង main folder ចាប់ពីទំហំ 10 មេដល់60 មេដែលមានឈ្មោះស្រដៀង Ubuntu បន្ទាប់មក copy បញ្ចូលក្នុងសំណុំ directory នេះជាឧទាហរណ៍ដែលលោកគ្រូបានដាក់ឲ្យដែលក្នុងនោះមាន ctech backup student ហើយនៅក្នុង student ហ្នឹងមាន b.i ដល់ b.a ដល់ b.i ដែលនៅក្នុង b.i ហ្នឹងមាន file មួយចំនួនទៀតអញ្ចឹងយើងទៅមើល comment ក្នុងការ comment នេះខ្ញុំយក comment 3យកមកប្រើ comment ទី1យើងប្រើវាបង្កើត folder ដែលមាន ctech backup student និង b.a ដល់ i បន្ទាប់មកយើងចូលដល់ comment ទី2យើង sudo find var ដែល type របស់វាជា file s នេះជា file ដល់ i name នេះមានន័យថារកឈ្មោះដែលខាងមុខនិងខាងក្រោយ Ubuntu ជាអីក៏បានដែរហើយដកសាយបូក 10m មានន័យថាយើងយកសាយចាប់ពី10មេឡើងទៅហើយដកសាយដក 60m ហ្នឹងមានន័យថាយើងយកសាយចាប់ពី60មេចុះក្រោមបន្តមកទៀត ls ដល់ lh នេះយើងប្រើវាសម្រាប់មើលសាយបន្ទាប់មកយើងចូលដល់ comment ទី3 comment ទី3នេះវាដូចទៅនឹង comment ទី2ដែរបន្ទាប់ពីយើងបានរកឃើញឈ្មោះហើយនឹងមើលទំហំសាយហើយយើងមកប្រើ comment copy ម្ដងយើងប្រើ cp ដល់គ្នាបនេះយើង copy ទិន្នន័យចូលមកក្នុងដែល folder ctech backup និង student ហើយយើង copy ចូលក្នុង b.a ដល់ b.i អញ្ចឹងខ្ញុំសូម demo លោកគ្រូមើលនេះជា comment ទី1ដែលយើងប្រើវាមកបង្កើត folder ctech នេះជា comment ទី2ដែលវានឹងចេញបែបនេះហើយនេះគឺជា comment ទី3 sudo find ដើម្បី copy file មួយដាក់នៅក្នុង b.a រហូតដល់ b.i អញ្ចឹងខ្ញុំសូមត្រីឲ្យមើលត្រី ctech ls ដល់ lh enter នេះគឺជាចម្លើយរបស់យើងដែលមាននៅក្នុងនោះមាន ctech backup និង student ដែលនៅក្នុង student ហ្នឹងមាន b.a ដែលមាន file ចំនួន6 file ដែលចាប់ពី12មេឡើងដល់60ប៉ុន្តែ file របស់ខ្ញុំមានតែ6អញ្ចឹងវាដល់31មេនេះគឺជា b.b មានដូចគ្នាមានទិន្នន័យដូចគ្នាមាន file ដូចគ្នា b.c b.d b.e b.s និង b.g បន្ទាប់មកនេះជា b.h វាមាន file ដូចគ្នាដែលមាន12មេឡើងដល់31មេដោយសារ file មានត្រឹមតែ6ទេនេះចុងក្រោយជា file របស់ b.i វាមាន12 directory 54 file អញ្ចឹង web នេះខ្ញុំសូមបញ្ចប់ត្រឹមនេះអរគុណលោកគ្រូ